បងតួនិងភរិយាជាប្តីប្រពន្ធថ្មីថ្មោងដែលទើបតែទិញផ្ទះឈើបុរាណមួយខ្នងនៅជាយក្រុងក្នុងតម្លៃធូរខុសធម្មតាផ្ទះនោះមានសភាពស្ងប់ស្ងាត់ហ៊ុំព័ទ្ធដោយដើមឈើធំធំនិងមានក្លិនផ្កាក្រអូបប្រហើរនៅពេលយប់ប៉ុន្តែវាជាក្លិនដែលនាំឲ្យព្រឺក្បាលរំលងបានតែ 2-3 ថ្ងៃភរិយាគាត់ចាប់ផ្ដើមមានអាកប្បកិរិយាប្លែកៗនាងតែងតែអង្គុយសិតសក់នៅមុខកញ្ចក់ទាំងកណ្ដាលអាធ្យាតហើយច្រៀងបំពេតិចៗនៅបទចម្រៀងសម័យបុរាណដែលនាងមិនដែលចេះសោះនៅពេលបងតួដាស់សួរនាងបែរជាសម្លឹងមកគាត់ដោយភ្នែកក្រឡេកគួរឲ្យខ្លាចរួចនិយាយថាផ្ទះនេះមិនមែនជារបស់អ្នកទេចេញទៅប៉ុន្តែលុះដល់ព្រឹកឡើងនាងបែរជាមិនចាំអ្វីទាំងអស់យប់មួយផ្គររន្ទះបាញ់យ៉ាងខ្លាំងភរិយាបងតួស្រាប់តែដួលសន្លប់ហើយក្រោកមកវិញដោយកម្លាំងខុសពីមនុស្សធម្មតានាងដើរចូលទៅក្នុងផ្ទះបាយកាន់កាំបិតរួចនិយាយដោយសំឡេងក្រលើខ្លាំងថា70 ឆ្នាំហើយដែលអញស្លាប់ដោយអយុត្តិធម៌នៅក្នុងផ្ទះនេះវិញ្ញាណដែលចូលសន្ធិដ្ឋនោះគឺជាយាយម៉ៅម្ចាស់ផ្ទះចាស់ដែលត្រូវបានកូនចៅសម្លាប់ដើម្បីប្លន់យកដីធ្លីបងតួភ័យខ្លាចខ្លាំងណាស់គាត់ព្យាយាមដេញមន្តអាគមតាមដែលចេះប៉ុន្តែវិញ្ញាណនោះខ្លាំងពេករហូតធ្វើឲ្យវត្ថុក្នុងផ្ទះហោះហើរនិងកញ្ចក់ផ្ទុះបែកខ្ទេចខ្ទីដៃអស់ជំរើសបងតួបានរត់ទៅរកលោកតាអាចារ្យម្នាក់នៅក្បែរនោះលោកតាបានប្រាប់ថាវិញ្ញាណយាយម៉ៅមិនចង់បានជីវិតអ្នកណានោះទេគាត់គ្រាន់តែចង់ឲ្យគេរកឃើញធាតុរបស់គាត់ដែលគេយកទៅបញ្ចុកក្រោមជណ្ដាលផ្ទះដើម្បីបង្ខាំងវិញ្ញាណមិនឲ្យទៅចាប់ជាតិបងតួប្រញាប់ជីកដីក្រោមជណ្ដាលរហូតឃើញក្អមតូចមួយដែលមានឆ្អឹងនិងយ៉ាន់ចងពីលើភ្លាមនោះលោកតាអាចារ្យបានសូត្រមន្តរំដោះគ្រោះវិញ្ញាណខ្មៅងងឹតមួយបានភាយចេញពីរាងកាយភរិយាបងតួស្រែកយំយ៉ាងខ្លាំងរួចក៏រលាយបាក់ទៅក្នុងអាកាសភរិយាគួតបានដឹងខ្លួនមកវិញប៉ុន្តែផ្ទះនោះមិនអាចនៅបន្តបានទៀតឡើយអ្នកទាំងពីរបានសម្រេចចិត្តលក់ផ្ទះនោះរួចធ្វើបុណ្យឧទ្ទិសកុសលយ៉ាងធំជូនដល់យាយចាប់តាំងពីពេលនោះមកគ្មានអ្នកណាឮសំឡេងច្រៀងបំពេនៅពេលយប់ទៀតឡើយ